មេរៀនជីវិតទាំង12ដែលអ្នកត្រូវប្រកាន់ភ្ជាប់ចាំទុកនៅក្នុងជីវិតមេរៀនជីវិតខ្លះមានភាពជូរចត់កំសត់អត់ក្រមេរៀនខ្លះទៀតក៏ផ្ដល់នូវភាពសប្បាយរីករាយដល់ជីវិតរឿងទាំងពីរខាងលើនេះគឺគ្រប់គ្នាមិនអាចកិច្ចផុតនោះទេបើមិនអាចកិច្ចផុតបែបហ្នឹងតើយើងគួរធ្វើបែបណាកិច្ចការសំខាន់បំផុតនោះគឺយើងព្រមទទួលរៀននៅអ្វីៗដែលបានកើតឡើងចំពោះជីវិតនេះដោយសុទ្ធតែចិត្តទទួលយកមេរៀនទាំងអស់នោះទោះល្អក្តីអាក្រក់ក្តីឬវាពុះពុលយ៉ាងណាក៏ដោយក៏វាបានកើតឡើងរួចទៅហើយនៅក្នុងជីវិតរបស់យើងហើយនៅមានរឿងលំបាកនិងភាពសប្បាយរីករាយជាច្រើនទៀតដែលយើងនឹងជួបប្រទះនៅក្នុងជីវិតនេះនៅក្នុងជីវិតនេះមានរឿងរ៉ាវជាច្រើនដែលយើងត្រូវរៀនសូត្រនិងត្រូវការបង្រៀនការណែនាំការចង្អុលបង្ហាញពីអ្នកដទៃមនុស្សម្នាក់មានពេលវេលាកំណត់មួយនៅលើផែនដីនេះដូចនេះបើទោះបីជាមានបញ្ហាឧបសគ្គរឿងពិបាកអ្នកត្រូវតស៊ូដោយខ្លួនឯងរឿងរ៉ាវទាំងឡាយដែលកើតឡើងចំពោះអ្នកនឹងធ្វើឲ្យអ្នកកាន់តែខ្លាំងក្លាកាន់តែក្លាហាននិងកាន់តែមោះមុតខាងក្រោមនេះគឺជាមេរៀនជីវិតទាំង12ដែលលោកអ្នកគួរតែសិក្សារៀនសូត្រ 1. កុំប្រញាប់ប្រញាល់ចង់ជោគជ័យលឿនពេកមនុស្សជាច្រើនចង់ជោគជ័យលឿនចង់សម្រេចកិច្ចការឬចង់បានអ្វីដែលលឿនជាជាងការរង់ចាំតែអ្នកត្រូវចាំថាជីវិតមានរយៈពេលយូរប៉ុន្តែបើទោះបីជាអ្នកមានអារម្មណ៍ថាពេលវេលាដើរលឿនក៏ដោយវាសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវចងចាំថាអ្នកមានផ្លូវវែងអន្លាយដែលអ្នកត្រូវដើរទៅមុខទៀតកុំខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់អ្នកខ្វាយខ្វល់ត្រូវទៅទីណាក្នុងរយៈពេលប៉ុណ្ណាមិនយូរមិនឆាប់អ្នកនឹងទៅដល់ជាក់ជាមិនខានដោយពាក្យចាស់បុរាណតែងពោលថាតក់ពេញបំពង់សន្សឹមកុំបំបោលក្រែងមិនដល់ដោយប្រាថ្នាដូចនេះកុំចង់ជោគជ័យលឿនពេកអ្វីដែលអ្នកត្រូវធ្វើនោះគឺខិតខំធ្វើកិច្ចការដែលអ្នកចង់សម្រេចរៀងរាល់ថ្ងៃហើយត្រូវចេះរៀនរងចាំ 2. សុខភាពជាអាទិភាព Your health is a priority thing ខ្លួនប្រាណរបស់អ្នកមានសុខភាពល្អអាស្រ័យលើរបៀបរស់នៅប្រចាំថ្ងៃរបស់អ្នកសុខភាពរបស់ខួរក្បាលក៏អញ្ចឹងដែរអ្នកត្រូវរក្សារបៀបក្នុងការរស់នៅរបស់អ្នកឲ្យល្អប្រសើរពេលខ្លះអ្នកត្រូវការពេលវេលាសម្រាកលំហែកាយលំហែខួរក្បាលខ្លះអ្នកត្រូវថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តឲ្យបានល្អសុខភាពល្អគឺជាផ្នែកមួយដែលញ៉ាំងឲ្យអ្នកទទួលបានជោគជ័យដូចជាព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាថាសុខភាពគឺជាកាដូដ៏ល្អការពេញចិត្តគឺជាទ្រព្យដ៏មហាសាលសេចក្តីស្មោះត្រង់គឺជាទំនាក់ទំនងដ៏ស្អិតរមួត 3. ដឹងថាអ្នកចង់ធ្វើអ្វីលើដងវិថីជីវិតដើម្បីស្វែងរកទិសដៅរបស់អ្នកត្រូវតែបង្កើតគោលដៅសិនវាដូចជាការធ្វើដំណើរអញ្ចឹងអ្នកត្រូវតែរកទីដៅដែលអ្នកចង់ទៅសិនបន្ទាប់មកអ្នកត្រូវសម្រេចថាតើត្រូវធ្វើដំណើរដោយវិធីណាទើបទៅដល់ទីកន្លែងនោះដំណើរជីវិតអ្នកត្រូវតែមានគោលដៅជាមុនសិនបន្ទាប់មកព្យាយាមស្វែងរកវិធីយុទ្ធសាស្ត្រដើម្បីដើរទៅដល់គោលដៅដែលអ្នកបានកំណត់ 4. កុំភ្លេចពេលអ្នកនៅក្មេង Don't forget your young experiences នៅពេលដែលអ្នកនៅក្មេងជាពេលដែលអ្នកចង់ចេះចង់ដឹងជាពេលរៀនសូត្ររាប់ចាប់តាំងពីការស្លៀកពាក់របៀបញ៉ាំជាដើមអ្នកត្រូវធ្វើខ្លួនដូចជាកូនក្មេងអញ្ចឹងពីព្រោះក្មេងចូលចិត្តចង់ដឹងចង់ចេះអ្វីដែលនៅថ្មីនៅលើលោកនេះការចង់ចេះចង់ដឹងនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សបើកចិត្តគំនិតទទួលយកអ្វីដែលថ្មីនិងរៀនសូត្រអ្វីដែលកំពុងតែវិវត្តទៅមុខម្យ៉ាងវិញទៀតក្មេងតែងតែសប្បាយរីករាយមិនសូវមានទុក្ខកង្វល់ច្រើននោះទេ 5. ដើរតាមចំណង់របស់អ្នក Follow your passion មានមនុស្សជាច្រើនបណ្ដោយឲ្យជីវិតរសាត់ដណ្ដែតដោយមិនដឹងអំពីចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួននៅក្នុងជីវិតអ្វីដែលអ្នកត្រូវធ្វើគឺធ្វើអ្វីដែលអ្នកចង់ធ្វើចូលចិត្តនោះអ្នកនឹងមិនងាយបោះបង់នោះឡើយហើយអ្នកមិនគួរបណ្ដែតបណ្ដោយឲ្យអារម្មណ៍ដែលគ្មានទិសដៅមកបង្កប់បញ្ជាលើចិត្តគំនិតនិងជីវិតរបស់អ្នកនោះទេអ្នកត្រូវតែស្វែងរកចម្លើយនៃចំណង់ចំណូលចិត្តរបស់ខ្លួនតាមរយៈខ្លួនឯងបើអ្នកមិនដឹងថាអ្នកនឹងចង់ធ្វើអ្វីឲ្យប្រកបផងតើអ្នកដទៃនឹងប្រាប់អ្នកដោយរបៀបណា Find your passion and work on it 6. ងើបពីព្រលឹម Wake up early មនុស្សជាច្រើនចូលចិត្តខ្ជះខ្ជាយពេលវេលាទៅតាមការដេកប៉ុន្តែអ្នកត្រូវចាំថានោះអ្នកនឹងមានពេលវេលាជាច្រើនធ្វើរឿងជាច្រើនមុនអ្នកដទៃចំណាយពេលលើការដេកដោយសម្ដីមួយឃ្លាបានពោលថាសត្វចាបដែលងើបមុនគេចាប់បានចំណីមុនគេដូចគ្នានេះដែរមនុស្សដែលស្វះស្វែងរកមុនគេនឹងមានឱកាសជោគជ័យមុនគេ
7 ស្គាល់មនុស្សឲ្យបានច្រើន Learn to know as many people as possible ជីវិតគឺជាដំណើរដ៏វែងឆ្ងាយដូចនេះអ្នកត្រូវតែស្គាល់មនុស្សឲ្យបានច្រើនការស្គាល់មនុស្សច្រើននឹងធ្វើឲ្យអ្នកមិនក្លាយជាមនុស្សឯកាអាចរៀនសូត្រពីអ្នកទាំងនោះទាំងល្អក្តីទាំងអាក្រក់ក្តីហើយម្យ៉ាងវិញទៀតអ្នកក៏មិនដឹងថាមនុស្សម្នាក់មានភាពល្អរៀងៗខ្លួនឬមានមេរៀនល្អរៀងៗខ្លួនដែលអ្នកអាចរៀនសូត្រពីពួកគេនោះទេការស្គាល់មនុស្សឲ្យបានច្រើនធ្វើឲ្យអ្នកមិនក្លាយជាមនុស្សឯកាអាចរៀនសូត្រពីអ្នកទាំងនោះពីព្រោះអ្នកដឹងហើយថាមនុស្សម្នាក់មានភាពល្អរៀងៗខ្លួនដែលអ្នកត្រូវរៀនសូត្រក្រេបយកមកបំពេញជីវិតរបស់អ្នករៀនរាប់អ្នកដទៃបង្កើតទំនាក់ទំនងឲ្យបានច្រើនអ្នកនឹងមិនអាចមើលធ្លុះអំពីអនាគតរបស់មនុស្សម្នាក់បាននោះទេ8 ប្រព្រឹត្តឲ្យស្មើភាពគ្នា Be fair to one and all ធ្វើជាមនុស្សត្រូវមានគុណធម៌សិលធម៌យុត្តិធម៌ក៏មានអគតិធម៌ឲ្យសោះមនុស្សម្នាក់មិនថាក្រមានទាបខ្ពស់ខ្មៅសនោះទេគឺមានតម្លៃជាមនុស្សដូចគ្នាដូចនេះកុំអាងខ្លួនឯងមានទ្រព្យសម្បត្តិអំណាចបុណ្យស័ក្តិមើលងាយអ្នកដទៃអ្នកត្រូវចាំថាអ្នកដទៃក៏ជាមនុស្សមានចិត្តមានបេះដូងមានខួរក្បាលដូចអ្នកដែរសូមរស់ជាមនុស្សនៅក្នុងសង្គមដោយសេចក្តីថ្លៃថ្នូរ 9 ស្វែងរកចំពោះកិច្ចការរបស់ខ្លួនអ្នកត្រូវធ្វើអ្វីដែលអ្នកស្រឡាញ់ឲ្យបានល្អបំផុតព្យាយាមប្រែក្លាយខ្លួនរបស់អ្នកឲ្យក្លាយជាអ្នកជំនាញដូចនេះនៅពេលអ្នកធ្វើអ្វីមួយត្រូវធ្វើវាឲ្យបានល្អបំផុតបើទោះជាអ្នកមិនអាចធ្វើវាឲ្យបានល្អឥតខ្ចោះក៏ដោយការធ្វើអ្វីដែលអ្នកស្រឡាញ់បានល្អនោះវាជាការត្រួសត្រាយផ្លូវឲ្យអ្នកទទួលបានជោគជ័យជាក់ជាមិនខាន 10 មើលអ្វីគ្រប់យ៉ាងក្នុងផ្លូវវិជ្ជមាន See things in a positive way ជីវិតរបស់អ្នកគឺជាវិធីដែលអ្នកមើលទៅលើរឿងគ្រប់យ៉ាងបើអ្នកមើលឃើញវិជ្ជមាននោះជីវិតអ្នកនឹងពោរពេញទៅដោយថាមពលវិជ្ជមានរុញអ្នកទៅមុខយ៉ាងលឿនប៉ុន្តែបើអ្នកមើលទៅលើរឿងគ្រប់យ៉ាងសុទ្ធតែអាក្រក់អវិជ្ជមានច្បាស់ណាស់ថាជីវិតរបស់អ្នកនឹងអាប់អួរស្មុគស្មាញទៅតាមនឹងដែលជាក់ជាមិនខានអ្នកត្រូវតែរក្សាគំនិតរបស់អ្នកឲ្យនៅបន្ទាត់វិជ្ជមានជាដរាប 11 ផ្ដល់អត្ថន័យទៅលើភាពជោគជ័យរបស់អ្នក Define your success Success means different things to different people មនុស្សម្នាក់ផ្ដល់អត្ថន័យផ្សេងៗគ្នាទៅលើពាក្យថាជោគជ័យអ្នកខ្លះគិតថាភាពជោគជ័យគឺជាការមានលុយកាក់ឡានម៉ូតូមានសម្លៀកបំពាក់ថ្លៃៗជាដើមប៉ុន្តែអ្នកខ្លះគិតថាភាពជោគជ័យគឺជាទំនាក់ទំនងជាមួយអ្នកដទៃការរស់នៅក្នុងគ្រួសារដ៏កក់ក្ដៅមួយការមានពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ទៅវិញឬភាពជោគជ័យគឺជាការរីករាយនឹងអ្វីដែលខ្លួនឯងមានដោយមិនលោភលន់ជ្រុលហួសហេតុពេកដូចនេះអ្នកត្រូវផ្ដល់អត្ថន័យទៅលើភាពជោគជ័យរបស់អ្នកដោយខ្លួនឯងការផ្ដល់អត្ថន័យបែបនេះនឹងធ្វើឲ្យអ្នកសម្រេចថាតើអ្នកត្រូវធ្វើបែបណានៅក្នុងជីវិត 12 ជឿជាក់លើខ្លួនឯងអ្នកត្រូវតែមានជំនឿចិត្តលើអ្វីដែលអ្នកគិតថាត្រឹមត្រូវធ្វើអ្វីដែលអ្នកគិតថាល្អសម្រាប់អ្នកសម្រាប់គ្រួសារនិងសម្រាប់សង្គមជាតិមនុស្សជាច្រើនចូលចិត្តផ្ដល់ដំបូន្មានឲ្យអ្នកធ្វើតាមប៉ុន្តែអ្នកត្រូវចាំថាជីវិតរបស់អ្នកគឺជាផ្លូវដែលអ្នកត្រូវដើរដោយខ្លួនឯងវាជានាវាដែលអ្នកត្រូវកាច់ចង្កូតគ្មានអ្នកណាម្នាក់ជាអ្នកកំណត់ឲ្យអ្នកឡើយដោយលោក Steve Jobs បាននិយាយថាកុំចំណាយពេលវេលារបស់អ្នករស់នៅក្នុងជីវិតរបស់អ្នកដទៃ Use your time wisely ប្រើពេលវេលារបស់អ្នកឲ្យមានប្រយោជន៍បំផុតនៅក្នុងជីវិត